ខ្ញុំធ្លាប់មានក្តីសម័យចង់ឈរនៅកន្លែងមួយហើយនិយាយប្រាប់ពីអ្វីដែលខ្ញុំបានធ្វើហើយឆ្នាំ2025នេះខ្ញុំបានធ្វើវារួចហើយអរគុណក្រុមការងារទាំងអស់ជាពិសេសបងដែលបាននៅក្បែរលើកទឹកចិត្តហើយនេះគឺជាសកម្មភាពក្រាក់ឆាកនៅក្នុងការផលិតសាច់រឿងមួយដែលមានចំណងជើងតាតុកបាយមានមនុស្សមិនច្រើនទេដែលបានដឹងថាខ្ញុំបានដឹកនាំសាច់រឿងមួយនេះហើយសាច់រឿងមួយនេះគឺជាសាច់រឿងមួយដែលបានផលិតឡើងក្នុងនាមជាសមាជិកជំនាន់ទី8របស់ Sunflower Film Alliance ដែលយើងហៅជាភាសាខ្មែរហៅថាក្រុមភាពយន្តជូររត់ដំណើរការរបស់ខ្ញុំតាំងពីខែ1រហូតមកដល់ខែ12មួយឆ្នាំពេញមានរយៈពេលលឿនមែនតើហើយខ្ញុំរៀនបានមេរៀនជាច្រើននៅក្នុងជីវិតមួយនេះហើយខ្ញុំពិតជាទទួលបានអារម្មណ៍ជឿជាក់ជាងមុនជាពិសេសហ្នឹងគឺដឹងថាខ្លួនឯងគឺជាអ្នកណានៅក្នុងវិស័យភាពយន្តដឹងអត់គ្រប់គ្រាន់ទេប៉ុន្តែនៅតែត្រូវធ្វើហើយនៅតែត្រូវហ៊ានទៅលើវិស័យមួយនេះឲ្យច្រើនជាងនឹងពីព្រោះថាភាពយន្តមិនត្រឹមតែជាការចាក់បញ្ចាំងសាច់រឿងមកទេតែវាគឺជាសាច់រឿងចិត្តសាស្ត្រការសហការមានរឿងជាច្រើនមែនតើដែលក្មេងស្រីដូចខ្ញុំនៅរៀនសូត្រទៀតដំណើរមួយនេះមានទាំងសប្បាយមានតែការទុកហើយក៏មានទឹកភ្នែកញើសហូរស្រក់គ្រប់បែបយ៉ាងខ្ញុំពិតជាចូលចិត្តអារម្មណ៍ហ្នឹងហើយបើអ្នកនរគ្នាចំណាប់អារម្មណ៍ចូលចិត្តខាងភាពយន្តដូចខ្ញុំដែរជួបជាមួយគ្នាថ្ងៃស្អែកទី24ខែធ្នូយើងនឹងចាក់បញ្ចាំងសាច់រឿង2ដែលជាស្នាដៃរបស់សមាជិកជូររត់ហើយកម្មវិធីគឺធ្វើនៅហល2នៅលេខចេញ Exchange Fair It's free now គ្នាចូលរួមដែរសេរី